បានជ្រាបសួរដល់ពុកម៉ែបងប្អូនយាយតាតាមបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសទាំងក្រៅប្រទេសកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានថ្ងៃទី25ខែ9ឆ្នាំ2025ខ្ញុំបាទបានធ្វើដំណើរឡើងភ្នំកោះថ្នាំឥឡូវនេះបានជួលរបស់ល្អមួយទៀតហើយបងប្អូននេះគឺជាប្រភេទអាស័យជុំកឡង់បងប្អូននេះវាមិនតាន់ចាស់ទេនៅតែពាំងឡើយទេចាស់មួយកណាត់ហើយអាស័យជុំកឡង់បងប្អូនជុំកឡង់ពាត់មកជុំកឡង់ស្អាតណាស់ហ្នឹងហើយបើមានពុកម៉ែបងប្អូនយាយតាខាងលោកគ្រូអ្នកគ្រូមានសំណឿខាងអាស័យជុំកឡង់អាស័យថ្នាំងតប្រភេទអាស័យផ្សេងទៀតបងប្អូនមានសំណឿជឿជាក់យកទៅរកស៊ីមានបានតិចតិចក្រុមគ្រួសារហ្នឹងហើយនេះជារបស់កម្រមិនមែនរបស់ពុតរបស់ធ្វើទេណាបងប្អូនមើលច្បាស់នេះលើកពូភ្នំព្រៃភ្នំនេះបងប្អូនណាថ្មមិនមែនរបស់ពុតរបស់ធ្វើទេមិនមែនរបស់ខ្លែងខ្លាយទេរបស់ធម្មជាតិព្រៃភ្នំពិតសុតនេះបងប្អូនមើលចោះហ្នឹងហើយបើសិនថាខ្លាចខ្ញុំបាទយាយភូតភ័រកុហកបោកប្រាស់ហ្នឹងហើយនេះមើលនេះមើលថ្មលើកំពូលភ្នំឆ្ងាយណាស់បងប្អូនហ្នឹងហើយជុំកឡង់ស្អាតណាស់បងប្អូនតពាំងជាប្រភេទតពាំងតែវាមិនតាន់ចាញ់ជាអាស័យសតទេវាចាញ់មួយកណាត់ហើយចាស់មួយកណាត់ហើយហ្នឹងហើយកើតទៅជាអាស័យមួយកណាត់ហើយនេះចុងនៅខាងក្រោមបងប្អូនពាត់ទៅចាក់ធ្លុះដល់ដីទៀតបងប្អូនជុំកឡង់បងប្អូនមើលចោះហ្នឹងហើយមើលនេះគល់ហ្នឹងហើយបើសិនថាមានបងប្អូនពុកម៉ែយាយតាពូមីងអ៊ំបងលោកគ្រូអ្នកគ្រូចង់បានអាចតាក់ទងតាមបណ្ដាញសង្គម Facebook ខ្ញុំបាទផ្ទាល់ខ្លួនបានហ្នឹងហើយខ្ញុំបាទជាវចែកជូនថោកទេហ្នឹងហើយសម្រាប់តែអ្នកមានសំណឿបើអ្នកអត់មានសំណឿទេឃើញវីដេអូខ្ញុំបាទក៏អូសចោលចោះហ្នឹងហើយបើសម្រាប់អ្នកមានសំណឿជឿជាក់នៅលើនប់អាស័យតថ្នាំងអាស័យចាក់ធ្លុះអាស័យជុំកឡង់